Hello សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកទៀតហើយពាក់ព័ន្ធនឹងការធ្វើកសិកម្មហើយនឹងនេសាទត្រីបាទវីដេអូនេះដែរគឺខ្ញុំចង់និយាយពីស្រែរបស់ខ្ញុំមួយហត្តាទៀតពុកម៉ែបងប្អូនដែលមិនទាន់បានច្រូតទេបាទហើយស្រែមហត្តានោះគឺនៅខាងក្រោយខ្ញុំផ្ទាល់តែម្ដងពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនឃើញថាស្រូវទុំហើយប៉ុន្តែខាងម៉ួយស្រូវអត់ទាន់ឲ្យច្រូតទេរងចាំដល់ចូលឆ្នាំហើយគណៈពេលនេះដែរគឺថ្ងៃចូលឆ្នាំថ្ងៃទី3វត្តខ្លះគេត្រូវបង្ហើយហើយប៉ុន្តែវត្តខ្លះទៀតមិនទាន់បង្ហើយទេហើយខ្ញុំក៏ឆ្លៀតពេលមកមើលស្រែបាទហើយឃើញថាស្រូវរបស់យើងហ្នឹងគឺទុំហើយប៉ុន្តែមួយស្រូវគេអត់ទាន់ឲ្យច្រូតទេគេកក់នៅថ្ងៃទី22 23នោះពុកម៉ែបងប្អូនហើយស្រូវរបស់យើងទុំខ្លាំងដែរហើយពុកម៉ែបងប្អូនហើយថ្ងៃនេះដែរវីដេអូនេះគឺខ្ញុំចង់និយាយពីពាក់ព័ន្ធនឹងជំងឺបោះស្រូវបាទអូខេហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលស្រែរបស់យើងហើយខ្ញុំចង់បង្ហាញពីជំងឺបោះស្រូវបាទហើយឃើញថាស្រូវរបស់ខ្ញុំនេះគឺទុំហើយពុកម៉ែបងប្អូនហើយគេឲ្យនេះច្រូតថ្ងៃ23ហើយថ្ងៃនេះទៅថ្ងៃទី16ថ្ងៃទី16នៅប្រហែលថ្ងៃទៀតនោះបានគេឲ្យច្រូតហើយយើងមើលទៅថាស្រូវរបស់យើងគឺទុំដល់គល់គូអស់ហើយបាទហើយស្រូវរបស់ខ្ញុំនេះអត់សូវល្អទេពុកម៉ែបងប្អូនដោយសារតែវាមានជំងឺស្រូវស្រែប្រាំងបច្ចុប្បន្នគឺយើងពិបាកក្នុងការធ្វើវាខ្លាំងមែនទែនពិបាកក្នុងការមើលថែវាខ្លាំងមែនទែនបាទហើយជំងឺនោះគឺចង់បង្ហាញបងប្អូននេះជំងឺប្រភេទជំងឺអាស្រូវដែលខ្ញុំបាននិយាយហ្នឹងពិបាកខ្លាំងហ្នឹងគឺចេះនេះហើយពុកម៉ែបងប្អូននេះជំងឺនេះវាចង់និយាយថាវាមូលកវាស្កកស្រូវទុំហើយក៏នៅតែស្កកដែរពុកម៉ែបងប្អូនគឺពិបាកក្នុងការមើលថែវាខ្លាំងមែនទែនហើយយើងត្រូវការចំណាយនៅក្នុងថ្នាំគីមីបាញ់ការពារវាមែនទែនហើយខ្ញុំក៏បានបាញ់ដែរបាទមិនថាអត់បាញ់ទេឃើញស្រូវជំងឺបែបនេះហើយមិនថាអត់បាញ់ទេគឺបាញ់ខ្លាំងមែនទែនបាញ់2 3 ដងហើយនៅតែជំងឺនៅតែមូលកយើងបាញ់ការពារវាហើយក៏នៅតែស្កកដែរពុកម៉ែបងប្អូនទាំងអស់គ្នាយើងពិបាកក្នុងការធ្វើវាមែនទែនហើយថ្នាំបច្ចុប្បន្ននេះយើងមិនដឹងថាថ្នាំមួយណាល្អថ្នាំមួយណាមិនល្អទេគឺយើងប្រើហើយដូចជាវាអត់សូវទទួលបាននៅប្រសិទ្ធភាពពុកម៉ែបងប្អូនបាទវាអត់ដូចថាយើងបាញ់ហើយវាទទួលបានប្រសិទ្ធភាពលទ្ធផលល្អទេគឺបាញ់ហើយមើលទៅដូចនៅតែដាក់ដដែលហើយប្រភេទស្រូវស្កកបែបនេះគឺស្កកពេញទាំងស្រែទាំងអស់ពុកម៉ែបងប្អូនដោយសារតែស្រូវយើងទុំអញ្ចឹងទៅនៅក្នុងវីដេអូនេះពុកម៉ែបងប្អូនមើលអត់ឃើញថាស្រូវស្កកទេប៉ុន្តែជាក់ស្ដែងទៅគឺស្រូវស្កកច្រើនខ្លាំងមែនទែនបាទនេះគឺយើងពិបាកក្នុងការថែវាខ្លាំងមែនទែនគឺស្កកសឹងពេញក្នុងស្រែទាំងអស់អញ្ចឹងទៅយើងទទួលបាននៅផលតិចខ្លាំងមែនទែនបាទមហត្តានេះតើមិនដឹងថាមិនដឹងបានប្រមាណតោនទេអាមហត្តាមុនដែលខ្ញុំបានធ្វើវីដេអូថ្ងៃដែលយើងច្រូតហ្នឹងគឺបាន5 តោនជាង5 តោន 200 ជាងគីឡូហើយចាំមើលថាមហត្តានេះតើយើងទទួលបានប្រមាណបាទប៉ុន្តែខ្ញុំគិតថាអាចនឹងតិចជាងអាមហត្តាមុនក៏ដោយតែស្រូវវាជំងឺច្រើនខ្លាំងមែនតើហើយស្រូវនេះគឺខ្ញុំកាត់ចុងម្ដងមួយលើកអញ្ចឹងទៅយើងមើលឃើញថាកាត់ទៅវាកាត់បន្ថយនៃអាស្រូវដុះកតុយនឹងច្រើនខ្លាំងបាទអានេះបើសិនជាយើងធ្វើសារទី2យើងព្យាយាមក្នុងការកាត់ចុងវាចោលប្រហែលជាអាស្រូវដុះកតុយនឹងកាត់បន្ថយកាត់ទៅច្រើនទៅហើយបើសិនជាយើងមិនធ្វើបែបនេះទេគឺអាស្រូវដុះកតុយនេះវាលុកខ្លាំងមែនទែនហើយយើងទទួលបានទិន្នផលតិចមែនទែនបាទហ្នឹងហើយពុកម៉ែបងប្អូនខាងមុខខ្ញុំនេះគឺជាស្រូវដែលតខៅគាត់បានទិញហើយប៉ុន្តែមិនទាន់ថ្លឹងយកទៅទេគឺនៅសល់គោនៅលើភ្លឺបន្លាយច្រើនខ្លាំងមែនទែនបាទខាងមុខខ្ញុំនោះហើយនៅខាងបន្លាយនោះមកខាងទៀតហើយខាងជើងនោះក៏មានបាទហើយខាងត្បូងខ្ញុំនោះ
នោះខាងបន្លាយមកខាងទៀតនោះក៏នៅដែរនៅច្រើនខ្លាំងមែនទែនរាប់រយរាប់ពាន់ច្បង ខាងអ៊ីមុកនោះទៀតគឺនៅរាប់ពាន់ច្បងពុកម៉ែបងប្អូនគឺតខៅស្រូវបានថ្លឹងហើយអស់ហើយតាមពិតទៅនោះប៉ុន្តែវាជាក់ស្ដែងអត់ទាន់បានដឹកចេញទេដោយសារអីបញ្ហាទឹកបន្លាយយើងតិចទឹកបន្លាយតិចចូលមកតិចចូលមកតែបន្តិចទេវានឹងដាក់ទៅវិញអញ្ចឹងទៅបញ្ហាទឹកធ្វើឲ្យការដឹកជញ្ជូនស្រូវចេញគឺពិបាកខ្លាំងមែនតើបាទឃើញទឹកបន្លាយហើយបាទវាចូលមកតិចពេកហើយណាមួយនេះកម្លាំងកម្មករក្នុងការលើកស្រូវដាក់ទូកគឺកត់រវល់សារតែចូលឆ្នាំអញ្ចឹងហើយទាំងគេទាំងយើងគឺលែងចង់ធ្វើការអីអស់ហើយចូលឆ្នាំមួយឆ្នាំមានតែម្ដងអញ្ចឹងហើយគឺចង់ទៅជួបជុំកូនក្មួយពុកម៉ែបងប្អូនជីដូនជីតាលែងចូលឆ្នាំអញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យការមកប្រកបរបរចិញ្ចឹមជីវិតលើកស្រូវលីស្រូវអីនេះគឺគាត់ខ្ជិលបាទដូចដែលស្រូវខ្ញុំនេះបើសិនជាគេឲ្យច្រូតឥឡូវនេះគឺក៏ពិបាករនៅក្នុងគោយន្តនៅក្នុងការដឹកឡើងលើភ្លឺបន្លាយទោះបីជាខ្ញុំនៅជាប់ភ្លឺបន្លាយក៏ដោយក៏ប៉ុន្តែពេលដែលច្រូតក៏ត្រូវការគោយន្តដឹកទេបាទអញ្ចឹងបើសិនជាច្រូតឥឡូវនេះគឺយើងមានតែដឹកខ្លួនឯងលេងហើយបាទហើយបើជួលគេអត់មកទេដោយសារតែចូលឆ្នាំគឺគាត់រវល់ក្នុងការជួបជុំកូនក្មួយគាត់ដែរអញ្ចឹងទៅត្រូវការឲ្យយើងដឹកខ្លួនឯងឬមួយក៏ពឹងម៉ាស៊ីនច្រូតគេពេលដែលច្រូតហើយញ៉ឹងមកដាក់លើភ្លឺបន្លាយនេះឲ្យបាទឥឡូវនេះមិនទាន់បានច្រូតទេថ្ងៃ22 23ណានោះជមើយើងរកនៅម៉ួយថ្មីបាទរកម៉ួយថ្មីដើម្បីរូតច្រូតបន្តិចទៅដោយសារតែស្រូវរបស់យើងគឺទុំខ្លាំងដែរហើយរំដល់ថ្ងៃ23ខ្ញោអស់ហើយបាទហើយខ្ញុំមកថ្ងៃនេះដែរគឺគោលបំណងគឺចង់ថែមទឹកវាខ្លះបាទដោយសារតែដីយើងវាស្ងួតខ្លាំងហើយដីស្ងួតខ្លាំងក្រែងលោថាគូខ្លះវាដាក់អត់តាន់គ្រប់ចឹងទៅវាអត់ជាតិទឹកវាធ្វើឲ្យស្ពីតអញ្ចឹងទៅយើងធ្វើការក្នុងការដាក់បន្ថែមទឹកវាមិនទីម្សៅដើម្បីឲ្យវាស្រូបនៅជីវជាតិគ្រប់គ្រាន់ក៏ដាក់ដូចជាដាក់គ្រាប់បានគ្រប់គ្រាន់ដែរបាទ